vai bom công Menil Picoទាំងឡាយអ្នកទាំងឡាយកុំប្រមាទត្រូវមានស្មារតីមានសិលល្អមានតម្រេះធម្មកលនឹងល្អចូលរក្សាចិត្តរបស់ខ្លួនឲ្យរយចុះភិក្ខុណាមិនប្រមាទហើយនៅក្នុងធម្មវិន័យនេះភិក្ខុនោះនឹងលះបង់ជាតិសង្សារហើយធ្វើនៅព្រះនិព្វានជាទីបំផុតនៃកងទុក្ខបានមិនខានតទៅនេះគឺជាអាវាតរបស់ព្រះតថាគតតថាគតពោលថាបុគ្គលណាដឹងនៅចំណែកទាំងពីរដោយប្រាជ្ញាមិនជាប់ជំពាក់ក្នុងបណ្ដាលតថាគតហើយបុគ្គលនោះថាជាមហាបុរសនោះបានកន្លងផុតធម្មជាតិជាគ្រឿងចាក់សេះក្នុងលោកនេះចេញបានហើយ46មជ្ឈិសោតទី7គ្នា61សម័យមួយព្រះដ៏មានរភិទ្រង់គង់នៅក្នុងអិសិបតនិមិកតយវ័នទៀបក្រុងពារាណសីសម័យនោះឯងពួកភិក្ខុជាថេរៈច្រើនរូបត្រឡប់មកពីបិណ្ឌបាតក្នុងវេលាក្រោយផុតតហើយអង្គុយប្រជុំគ្នាក្នុងរោងសម្រាប់កាយក៏កើតសម្ដីជាចន្លោះនេះឡើងថាមនាលអវុសោទាំងឡាយពាក្យនេះព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ក្នុងប្រស្នានៃមេតយៈមាននុត្រង់បរិយៈនិវៈថាបុគ្គលណាដឹងនៅចំណែកទាំងពីរដោយប្រាជ្ញាមិនជាប់ជំពាក់ក្នុងកណ្ដាលតថាគតហៅបុគ្គលនោះថាជាមហាបុរសនោះបានកន្លងផុតធម្មជាតិជាគ្រឿងចាក់ស្រេះនៅក្នុងលោកនេះចេញបានហើយមនាលអវុសោទាំងឡាយចុះចំណែកទី1តើដូចម្ដេចចំណែកទី2តើដូចម្ដេចអ្វីជាកណ្ដាលធម្មជាតិជាគ្រឿងចាក់ស្រេះតើដូចម្ដេចការបើភិក្ខុទាំងនោះនិយាយយ៉ាងនេះហើយភិក្ខុមួយរូបទៀតបាននិយាយនឹងភិក្ខុទាំងឡាយជាថេរៈដូច្នេះថាបុពិតលោកដ៏មានអាយុទាំងឡាយភាសៈសំដៅយកអត្តភាពដែលកើតដោយអំណាចភាសៈបានខាងអត្តភាពជាបច្ចុប្បន្នឈ្មោះថាជាចំណែកទី1ភាសៈសមុត្តយៈសំដៅយកអត្តភាពជាអនាគតដែលកើតឡើងអំពីបច្ច័យគឺកម្មនិងភាសៈដែលជាបុគ្គលធ្វើឲ្យក្នុងអត្តភាពនេះឈ្មោះថាចំណែកទី2ភាសៈនិរោធសំដៅយកព្រះនិព្វានឈ្មោះថាកណ្ដាលតណ្ហាឈ្មោះថាជាគ្រឿងចាក់ស្រេះព្រោះថាតណ្ហាតែងតែចាក់ស្រេះនៅភាសៈទាំងនោះដើម្បីឲ្យកើតភពនោះបុព្វលោកដ៏មានអាយុទាំងឡាយដោយហេតុប៉ុណ្ណេះឯងភិក្ខុដឹងច្បាស់អភិញ្ញយធម៌បានខាងចតុសច្ចធម៌ដែលបុគ្គលក៏បីដឹងច្បាស់កំណត់ដឹងបរិញ្ញាយធម៌បានខាងលោកីយធម៌លោកីសច្ចៈ2ប្រការគឺទុក្ខសច្ចៈ1សមុទសច្ចៈ1ដែលបុគ្គលគប្បីកំណត់ដោយតិរណបញ្ញរិញ្ញានិងមហានបរិញ្ញាថាកថាកាលបើដឹងច្បាស់អភិញ្ញយធម៌កំណត់ដឹងបរិញ្ញធម៌ហើយជាអ្នកធ្វើនៅទីបំផុតនៃទុក្ខក្នុងបច្ចុប្បន្នបាន
ការបើភិក្ខុនោះនិយាយយ៉ាងនេះហើយភិក្ខុមួយទៀតបាននិយាយនឹងភិក្ខុទាំងឡាយជាថេរៈដូចនេះថាបុព្វលោកដ៏មានអាយុទាំងឡាយអតីតខណ្ឌ1 2 3បណ្ឌិតក៏ដឹងតាមសេចក្តីប្រៀបធៀបដោយព្រួយទាំង3ចុះកាលបើព្រួយទាំង3គេចងផ្អោបគ្នាទាំងនឹងខ្សែលូកខ្សែក្តាច់ហើយព្រួយទាំង3ក៏ធ្លាក់ត្រង់កន្លែងទាំង3យ៉ាងណាមិញអតីតខណ្ឌអនាគតខណ្ឌបច្ចុប្បន្នខណ្ឌដូចគ្នានឹងព្រួយទាំង3យ៉ាងនោះដែលតណ្ហាដូចគ្នានឹងខ្សែព្រោះតណ្ហាដែលចាក់សេះអតីតខណ្ឌជាប់នឹងបច្ចុប្បន្នខណ្ឌចាក់ស្រេះបច្ចុប្បន្នខណ្ឌជាប់នឹងអនាគតខណ្ឌកាលបើតណ្ហារលត់ហើយខណ្ឌទាំង3ក៏ឈ្មោះថារលត់ដែរដូចជាព្រួយទាំង3កាលបើខ្សែដាច់ហើយក៏ធ្លាក់ចុះនៅក្នុងកន្លែងទាំង3អត្ថកថាឈ្មោះថាជាចំណែកទី1អនាគតខណ្ឌជាចំណែក2ឈ្មោះថាជាចំណែកទី2បច្ចុប្បន្នខណ្ឌ3ជាកណ្ដាលតណ្ហាជាគ្រឿងចាក់ស្រេះព្រោះថាតណ្ហាតែងចាក់ស្រេះនៅខណ្ឌទាំងនោះដើម្បីឲ្យកើតភពនោះពុទ្ធលោកដ៏មានអាយុទាំងឡាយដោយហេតុប៉ុណ្ណេះឯងភិក្ខុដឹងច្បាស់អភិញ្ញធម៌កំណត់ដឹងនៅបរិយញ្ញធម៌កាលបើដឹងច្បាស់អភិញ្ញធម៌កំណត់ដឹងនៅបរិយញ្ញធម៌ហើយជាអ្នកធ្វើនៅទីបំផុតនៃទុក្ខក្នុងបច្ចុប្បន្នបានការបើភិក្ខុនោះនិយាយយ៉ាងនេះហើយភិក្ខុមួយរូបទៀតបាននិយាយនឹងភិក្ខុទាំងឡាយជាថេរៈដូចជាថាបុព្វលោកដ៏មានអាយុទាំងឡាយសុខវេទនាឈ្មោះថាជាចំណែកទី1ទុក្ខវេទនាឈ្មោះថាជាចំណែកទី2អទុក្ខអសុខវេទនាជាកណ្ដាលតណ្ហាជាគ្រឿងចាក់ស្រេះព្រោះថាតណ្ហាតែងចាក់ស្រេះនៅវេទនាទាំងឡាយដើម្បីឲ្យកាត់ភពនោះបុព្វលោកដ៏មានអាយុទាំងឡាយដោយហេតុប៉ុណ្ណេះឯងទើបភិក្ខុដឹងច្បាស់អភិញ្ញធម៌កំណត់ដឹងនៅបរិញ្ញធម៌កាលបើដឹងច្បាស់អភិញ្ញធម៌កំណត់ដឹងបរិញ្ញធម៌ហើយជាអ្នកធ្វើនៅទីបំផុតនៃទុក្ខក្នុងបច្ចុប្បន្នបានកាលបើភិក្ខុនោះនិយាយយ៉ាងនេះហើយភិក្ខុមួយរូបទៀតបាននិយាយនឹងភិក្ខុទាំងឡាយជាថេរៈដូចនេះថាបុព្វលោកដ៏មានអាយុទាំងឡាយនាមឈ្មោះថាជាចំណែកទី1រូបឈ្មោះថាជាចំណែកទី2វិញ្ញាណបរិសន្ធិវិញ្ញាណក្តីវិញ្ញាណដ៏សេះក្តីឈ្មោះថាធម៌ជាចំណែកត្រង់កណ្ដាលនៃនាមនិងរូបព្រោះវិញ្ញាណកើតឡើងដោយសារបច្ច័យគឺនាមនិងរូបជាកណ្ដាលតណ្ហាជាគ្រឿងចាក់ស្រេះព្រោះថាតណ្ហាតែងចាក់ស្រេះនៅធម៌ទាំងនោះដើម្បីឲ្យកើតភពនោះបុព្វលោកដ៏មានអាយុទាំងឡាយដោយហេតុប៉ុណ្ណេះឯងហើយទៅភិក្ខុដឹងច្បាស់អភិញ្ញញ្ញាណកំណត់ដឹងនឹងបរិញ្ញញ្ញាណធម៌ការបើដឹងច្បាស់អភិញ្ញញ្ញាណធម៌កំណត់ដឹងនៅបរិញ្ញធម៌ហើយជាអ្នកធ្វើនៅទីបំផុតនៃទុក្ខក្នុងបច្ចុប្បន្នបានកាលបើភិក្ខុនោះនិយាយយ៉ាងនេះហើយភិក្ខុមួយរូបទៀតបាននិយាយនឹងភិក្ខុទាំងឡាយជាថេរៈដូចនេះថាបុព្វលោកដ៏មានអាយុទាំងឡាយអាយតនៈខាងក្នុង6ឈ្មោះថាជាចំណែកទី1អាយតនៈខាងក្រៅ6ឈ្មោះថាជាចំណែកទី2វិញ្ញាណ
សម្ដៅយកកម្មវិញ្ញាណនៃមួយទៀតបណ្ដាលឲ្យយតនៈខាងក្នុងទាំងឡាយត្រង់ទាំងនេះតាមតែវិញ្ញាណណាចុះក៏ឈ្មោះថាជាធម៌ចំណែកត្រង់កណ្ដាលទាំងអស់ព្រោះមាននាយតនៈជាធម្មជាតិទទួលយកកម្មបើក្នុងមនោទ្វារសម្ដៅយកជីវវិញ្ញាណក៏ឈ្មោះថាធម៌កណ្ដាលដែរព្រោះអវិជ្ជណៈអាស្រ័យនឹងអាយតនៈខាងក្នុងអត្តថាជាកណ្ដាលតណ្ហាជាគ្រឿងចាក់ស្រេះព្រោះថាតណ្ហាតែងចាក់ស្រេះនៅអាយតនៈទាំងនោះដើម្បីឲ្យកើតភពនោះបបិទ្ធលោកដ៏មានអាយុទាំងឡាយដោយហេតុប៉ុណ្ណេះឯងហើយទៅភិក្ខុដឹងច្បាស់អភិញ្ញាធម៌កំណត់ដឹងនៅបរិញ្ញាយធម៌កាលបើដឹងច្បាស់អភិញ្ញាយធម៌យធម៌កំណត់ដឹងបរិញ្ញាយធម៌ហើយជាអ្នកធ្វើនៅទីបំផុតនៅទុក្ខក្នុងបច្ចុប្បន្នបានកាលបើភិក្ខុនេះនិយាយយ៉ាងនេះហើយភិក្ខុមួយរូបទៀតបាននិយាយនឹងភិក្ខុទាំងឡាយជាថេរៈដូចនេះថាបុព្វលោកដ៏មានអាយុទាំងឡាយសកាយវត្តៈដែលប្រព្រឹត្តនៅក្នុងភូមិ3ឈ្មោះថាជាចំណែកទី1សកាយសមុទយសច្ចៈឈ្មោះថាជាចំណែកទី2សកាយនិរោធសច្ចៈអត្ថកថាជាកណ្ដាលតណ្ហាជាគ្រឿងចាក់ស្រេះព្រោះថាតណ្ហាតែងចាក់ស្រេះនៅសកាយៈទាំងនោះដើម្បីឲ្យកើតភពនោះបុព្វលោកដ៏មានអាយុទាំងឡាយដោយហេតុប៉ុណ្ណេះឯងហើយទៅភិក្ខុដឹងច្បាស់ញភិញ្ញធម៌ក៏ដឹងបរិយធម៌កាលបើដឹងច្បាស់អភិញ្ញធម៌កំណត់ដឹងបរិញ្ញធម៌ហើយជាអ្នកធ្វើនៅទីបំផុតនៃទុក្ខក្នុងបច្ចុប្បន្នបានកាលបើភិក្ខុនោះនិយាយយ៉ាងនេះហើយភិក្ខុមួយរូបទៀតបាននិយាយនឹងភិក្ខុទាំងឡាយជាថេរៈដូចនេះថាពុទ្ធលោកដ៏មានអាយុទាំងឡាយពួកយើងទាំងអស់គ្នាព្យាករតាមសេចក្តីយល់រៀងខ្លួនទេបុព្វលោកដ៏មានអាយុទាំងឡាយមកពួកយើងនឹងចូលទៅគាល់ព្រះដ៏មានព្រះភិក្ខលោកចូលទៅដល់ហើយទើបក្រាបបង្គំទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភិក្ខនឹងបានព្រះដ៏មានព្រះភិក្ខព្យាករដល់យើងយ៉ាងណាយើងនឹងចាំទុកនៅសេចក្តីនោះយ៉ាងនោះភិក្ខុទាំងឡាយជាថេរៈបានទទួលពាក្យភិក្ខុនោះហើយថាអមុសោពេលនោះភិក្ខុទាំងឡាយជាថេរៈចូលទៅគាល់ព្រះដ៏មានព្រះភិក្ខលុះចូលទៅដល់ហើយក៏ថ្វាយបង្គំព្រះដ៏មានព្រះភិក្ខហើយអង្គុយក្នុងទីសំគួរលុះភិក្ខុទាំងឡាយជាថេរៈអង្គុយក្នុងទីសំគួរហើយក៏ក្រាបទូលសេចក្តីទាំងប៉ុន្មានដែលខ្លួនបានចរចាជាមួយនឹងភិក្ខុទាំងអស់នោះចំពោះព្រះដ៏មានព្រះភិក្ខបុព្វព្រះអង្គដ៏ចម្រើនភិក្ខុណានិយាយត្រូវមនាភិក្ខុទាំងឡាយអ្នកទាំងអស់គ្នានិយាយត្រូវតាមបរិយាយដែលតថាគតសម្ដែងក្នុងប្រស្នាមេតយៈមាននុត្រង់បរិយណវៈថាបុគ្គលណាដឹងនៅចំណែកទាំងពីរដោយប្រាជ្ញាមិនជាប់ជំពាក់ក្នុងកណ្ដាលតថាគតហៅបុគ្គលនោះថាជាមហាបុរសនោះបានកន្លងផុតនៅធម្មជាតិជាគ្រឿងចាក់ស្រេះក្នុងលោកនេះចេញបានហើយមនាល
អ្នកទាំងឡាយចូលស្ដាប់ធ្វើទុកក្នុងចិត្តនៅហេតុនោះឲ្យប្រពៃចុះតថាគតនឹងសម្ដែងភិក្ខុទាំងឡាយទទួលស្ដាប់ព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភ័ក្ត្រថាព្រះករុណាព្រះអង្គព្រះដ៏មានព្រះភាកបានត្រាស់ដូច្នេះថាមនាលភិក្ខុទាំងឡាយផស្សៈឈ្មោះជាចំណែកទី1ផស្សៈសមុទយៈឈ្មោះថាជាចំណែកទី2ផស្សៈនិរោធឈ្មោះថាកណ្ដាលតណ្ហាជាគ្រឿងចាក់ស្រេះឈ្មោះថាតណ្ហាតែងចាក់ស្រេះនៅផស្សៈទាំងនោះដែលបីឲ្យកើតភពនោះមនាលភិក្ខុទាំងឡាយដោយហេតុពុទ្ធឯងទើបភិក្ខុដឹងច្បាស់អភិញ្ញយធម៌កំណត់ដឹងនៅបរិញ្ញយធម៌កាលបើដឹងច្បាស់អភិញ្ញយធម៌កំណត់ដឹងបរិញ្ញយធម៌ហើយជាអ្នកធ្វើនៅទីបំផុតនៃទុក្ខក្នុងបច្ចុប្បន្នបានចប់ព្រះសូត្រលេខ46នៅក្នុងព្រះសូត្រនេះព្រះពុទ្ធព្រះអង្គចង់បង្ហាញថាការធ្វើអត្ថាធិប្បាយខុសគ្នាប៉ុន្តែយល់ដូចគ្នាសូមបញ្ជាក់ម្ដងទៀតការធ្វើអត្ថាធិប្បាយខុសគ្នាក៏ប៉ុន្តែយល់ដូចគ្នាគួរឲ្យយកចិត្តទុកដាក់នៅក្នុងការធ្វើអត្ថាធិប្បាយរបស់ព្រះថេរៈទាំងអស់នេះខ្ញុំរកណាសូមថ្វាយបង្គំបដិជគុណជាទីគោរពបូជានិងថ្លែងសេចក្ដីគោរពចំពោះអ្នកស្ដាប់ទាំងអស់ខ្ញុំបានធ្វើអត្ថាធិប្បាយនៅបេដកលេខ46គ្នា61ខ្ញុំបានមើលមួយចប់រួចហើយនៅពេលនេះខ្ញុំគ្រាន់តែមើលស្ដីអត្ថាធិប្បាយខ្លះៗតែប៉ុណ្ណោះនៅក្នុងបត្រៃបិដកលេខ46គ្នា61ព្រះពុទ្ធបានសម្ដែងនៅមេត្តយៈមេនុត្រង់បរិយៈអ្នកវៈថាបុគ្គលណាដឹងនៅចំណែកទាំងពីរដោយប្រាជ្ញាមិនជាប់ជំពាក់ក្នុងកណ្ដាលតថាគតហៅបុគ្គលនោះជាមហាបុរសនោះបានកន្លងផុតធម្មជាតិជាគ្រឿងចាក់ស្រេះក្នុងលោកនេះចេញបានហើយនៅក្នុងនៃនោះនៅមានភិក្ខុដែលបានស្ដាប់នៅគាថារបស់ព្រះសម្មាសម្ពុទ្ធក៏បានមកសន្ទនាគ្នាទៅតាមអធិស្ឋានរៀងខ្លួនភិក្ខុទី1លោកយល់ថាខ្ញុំសូមជំរាបសិនពីរឿងចំណែកទី1ទី2ហើយមិនកាន់យកកណ្ដាលគឺ
បានសេចក្តីថាដឹងអតីតហើយដឹងអនាគតមិនចាប់យកកណ្ដាលបច្ចុប្បន្ននៅមកយើងនិយាយពីពេលវេលាប៉ុណ្ណាថ្ងៃប៉ុន្តែក្នុងនេះវាមានច្រើនណាស់ដែលភិក្ខុលោកបានបរិយាយរៀងខ្លួនភិក្ខុទី1លោកបានយល់ថាភសៈជាចំណែកទី1និងផលនៃភសៈជាប់ចំណែកអតីតកាលនិងអនាគតកាលខណៈនោះជានិរោធភសៈជាកណ្ដាលណាដូច្នេះភសៈជាចំណែកទី1ផលនៃភសៈជាចំណែកទី2និរោធភសៈជាកណ្ដាលចាំខ្ញុំប្រាប់មិនបាននិរោធភសៈនឹងជាកណ្ដាលព្រោះថាភសៈដូចរួមសេចក្តីឲ្យស្រួលយល់ភសៈជាចំណែកទី1ទី2គឺភសៈសមុទយៈហើយចំណែកកណ្ដាលគឺភសៈនិរោធដូច្នេះបុព្វភិក្ខុមិនត្រូវជាប់ជំពាក់កន្លែងកណ្ដាលគឺភសៈនិរោធហើយយើងសួរថាហេតុអីក៏មិនជាប់មិនក៏មិនឲ្យជាប់ជំពាក់នៅភសៈនិរោធកន្លែងវាអស់ហើយភសៈហ្នឹងកាលណាបើភិក្ខុនៅជាប់ជំពាក់ភសៈនិរោធទៀតបានសេចក្តីថាมันអាចមានទេភសៈនិរោធព្រោះនៅមានខ្លួនឡើយណាមានខ្លួនជាប់ជំពាក់ថានេះជារបស់អញជាភសៈកណ្ដាលនិរោធនឹងជារបស់អញគឺថាបានអត់មានទេណាភសៈនឹងអត់មានទេដូច្នេះមិនត្រូវជាប់ជំពាក់សូម្បីតែភសៈនិរោធនឹងក៏មិនត្រូវជាប់ពាក់ដែរហ្នឹងជាផ្នែកកណ្ដាលចំណែកភិក្ខុទី2លោកពោលថាបុព្វលោកចាស់ដ៏មានអាយុទាំងឡាយអតីតខណ្ឌ1 2 3បណ្ឌិតគប្បីដឹងតាមសេចក្តីប្រៀបធៀបដោយត្រង់កន្លែងទាំង3យ៉ាងណាមិញអតីតខណ្ឌអនាគតខណ្ឌបច្ចុប្បន្នខណ្ឌដូចគ្នានឹងព្រួយទាំង3យ៉ាងនោះតែតណ្ហាដូចគ្នានឹងខ្សែព្រោះតណ្ហាតាក់តែងឲ្យស្រេះចាក់ស្រេះអតីតខណ្ឌភ្ជាប់ជាមួយបច្ចុប្បន្នខណ្ឌចាក់ស្រេះជាមួយនឹងអនាគតខណ្ឌកាលបើតណ្ហារលត់ហើយខណ្ឌទាំង3ក៏ឈ្មោះថារលត់ដែរដូចជាព្រួញទាំង3ឈ្មោះថាចំណែកដូចជាព្រួញទាំង3កាលបើខ្សែដាច់ហើយក៏ធ្លាក់ចុះក្នុងកន្លែងទាំង3ចំណែកឈ្មោះថាចំណែកទី1អនាគតខណ្ឌ2ឈ
ឈ្មោះថាចំណែកទី2បច្ចុប្បន្ន3កណ្ដាលជាតណ្ហាគ្រឿងចាក់ស្រេះព្រោះតណ្ហាតែងចាក់ស្រេះនៅខណ្ឌទាំងនោះដើម្បីឲ្យកើតជាភពនោះភិក្ខុទី2បានសម្គាល់ថាចំណែកទី1គឺអតីតខណ្ឌចំណែកទី2គឺអនាគតខណ្ឌនៅកណ្ដាលលោកចាត់ទុកថាជាបញ្ញខណ្ឌដូច្នេះមិនត្រូវជាប់ជំពាក់នៅលើបញ្ញខណ្ឌឡើយព្រោះជាផ្នែកនៅកណ្ដាលជាការធម្មតាចំណែកភិក្ខុទី3លោកមានដីកាថាសុខវេទនាឈ្មោះថាខណ្ឌទី1ទុក្ខវេទនាឈ្មោះថាខណ្ឌទី2អទុក្ខអសុខវេទនាជាកណ្ដាលចំណែកឯតណ្ហាគឺជាគ្រឿងចាក់ស្រេះដូច្នេះកណ្ដាលអទុក្ខអសុខវេទនាគឺភិក្ខុមិនជាប់ជំពាក់ឡើយចំណែកឯភិក្ខុទី4លោកមានដីកាថាវិញ្ញាចាំមើលអត់ច្បាស់ភិក្ខុទាំងឡាយជាថេរៈដូច្នេះថាបុព្វលោកដ៏មានអាយុទាំងឡាយនាមឈ្មោះថាចំណែកទី1នៅរូបឈ្មោះថាចំណែកទី2វិញ្ញាណបដិសន្ធិវិញ្ញាណឈ្មោះថាជាចំណែកកណ្ដាលដូច្នេះលោកថានាមចំណែកទី1រូបចំណែកទី2ចំណែកឯវិញ្ញាណគឺជាដោយសារមាននាមរូបជាហេតុលោកឲ្យថាជាចំណែកកណ្ដាលដូច្នេះភិក្ខុមិនបានជាប់ជំពាក់នឹងវិញ្ញាណឡើយចំណែកឯភិក្ខុទី5លោកបានសម្ដែងអំពីអាយតនៈណាអាយតនៈខាងក្នុង6និងជាចំណែកទី1អាយតនៈខាងក្រៅ6ជាចំណែកទី2វិញ្ញាណជាចំណែកកណ្ដាលព្រោះថាដោយសារតែអាយតនៈនឹងឯងបានឲ្យមានដូចជារូបៈនឹងចក្ខុប្រសាទធ្វើឲ្យមានវិញ្ញាណកើតឡើងណាហើយវិញ្ញាណនេះគឺសំដៅយកកម្មវិញ្ញាណមិនមែននៅពេលដែលឃើញរូបទេនៅពេលដែលចិត្តជាប់ជំពាក់ណាជាប់ជំពាក់នឹងរូបនោះដូច្នេះភិក្ខុមិនត្រូវជាប់ជំពាក់នឹងញាណឡើយឯចំណែកភិក្ខុទី6លោកយល់ថាសកាយៈដែលប្រព្រឹត្តនៅក្នុងភូមិទាំង3ឈ្មោះថាចំណែកទី1សកាយៈសមុទយៈឈ្មោះថាជាចំណែកទី2សកាយៈនិរោធសច្ចៈឈ្មោះថាជាកណ្ដាលដូច្នេះភិក្ខុមិនត្រូវជាប់ជំពាក់ចំណែកកណ្ដាលគឺនិរោធសកាយៈទី
សកាយៈទី2គឺចំណែកទី2គឺសកាយៈសមុទយៈចំណែកកណ្ដាលគឺសកាយៈនិរោធនិរោធនឹងគឺការរលត់បញ្ចប់មិនកើតឡើងវិញតណ្ហាគឺជាខ្សែចាក់ស្រេះគ្រប់យ៉ាងទាំងអស់បើយើងសង្កេតទាំង6នេះគឺថាគ្មានអ្វីក្រៅអំពីបញ្ញខណ្ឌហើយនឹងតណ្ហាជាប់ជំពាក់មិនឲ្យជាប់ជំពាក់នៅក្នុងបញ្ញខណ្ឌណាដូចខ្ញុំជំរាបជូនអញ្ចឹងទី1កណ្ដាលចាំខ្ញុំរៀបរាប់ជូនកណ្ដាលទី1ខ្ញុំមើលចឹងកណ្ដាលទី1កណ្ដាលទី1ភិក្ខុមិនត្រូវជាប់ជំពាក់កណ្ដាលគឺផស្សនិរោធភិក្ខុទី2កណ្ដាលគឺបច្ចុប្បន្នខណ្ឌណាកណ្ដាលភិក្ខុទី3ណាទី2វាអត់ត្រូវជាប់ជំពាក់នឹងបច្ចុប្បន្នខណ្ឌទេព្រោះវាកណ្ដាលតែពុទ្ធលោកសម្ដែងហើយបើថាមានបញ្ញាអាចយល់ដឹងទី1និងទី2ហើយក៏មិនជាប់ជំពាក់ទី3គឺកណ្ដាលហ្នឹងចំណែកភិក្ខុទី2គឺទី3ហ្នឹងភិក្ខុទី3កណ្ដាលគឺអទុក្ខមសុខវេទនាមិនឲ្យជាប់ជំពាក់នៅភាគនៅកណ្ដាលហ្នឹងឯងចំណែកភិក្ខុទី4កណ្ដាលគឺវិញ្ញាណមិនឲ្យជាប់ជំពាក់វិញ្ញាណចំណែកភិក្ខុទី5គឺមិនឲ្យជាប់ជំពាក់កណ្ដាលដូចគ្នាគឺវិញ្ញាណដូចគ្នាចំណែកឯភិក្ខុទី6ក៏មិនត្រូវជាប់ជំពាក់នឹងកណ្ដាលដែរគឺសកាយៈនិរោធណាដូច្នេះបើយើងមើលទៅគឺថាសិទ្ធិបញ្ញខណ្ឌទាំងអស់ហើយនឹងតណ្ហាបញ្ញខណ្ឌតណ្ហាគឺធ្វើឲ្យបញ្ញខណ្ឌទាំងអស់គ្រប់ទាំងឡាយជាប់ជំពាក់ណាដូចទាំង6ហ្នឹងបើយើងមើលដូចខ្ញុំបញ្ជាក់ជូនមិញនេះសិតទៅជាបញ្ញខណ្ឌដែលមានតណ្ហាជាហេតុខ្ញុំបាទសរុបសូត្រខាងលើនេះបានបង្ហាញឲ្យឃើញថាបុគ្គលណាដឹងច្បាស់ធម៌ដែលត្រូវដឹងអភិញ្ញាយធម៌ដូចជាចតុសច្ចៈហើយក៏កំណត់ស្គាល់នៅធម៌ដែលត្រូវបរិយ័តជាបរិញ្ញាយធម៌ដូចជាវេទនាតណ្ហាខណ្ឌបុគ្គលនោះបានបញ្ចប់ទុកនៅពេលបច្ចុប្បន្នបានគឺជាបុគ្គលដែលបានដោះចេញពីសង្សារបញ្ចប់ការចាក់ស្រេះរបស់តណ្ហាបុគ្គលនេះគឺជាអរិយបុគ្គលដោយសារគាត់មិនដឹកមិនឃើញមិនប្រកាន់នៅសត្វបុគ្គលទៀតគាត់ឃើញត្រឹមតែធម្មជាតិហើយដឹងថាធម្មជាតិអស់នេះ
កើតដោយហេតុតែបើបញ្ឈប់ហេតុគឺបញ្ឈប់ទាំងអស់ហើយធម្មជាតិទាំងនេះក៏មានលក្ខណៈសាមញ្ញដូចគ្នាទាំងអស់គឺអនិច្ចំទុក្ខអនត្តាចំណែកឯការជាប់ជំពាក់ទាំង6ដែលមានតណ្ហាជាហេតុគឺគ្មានអ្វីកើតអំពីបញ្ញខណ្ឌពាក្យបញ្ញខណ្ឌមួយពាក្យមានន័យគ្រប់គ្រាន់អស់ហើយបដិបត្តិធម៌ក៏គ្មានអ្វីក្រៅអំពីពិចារណាទៅលើបញ្ញខណ្ឌបញ្ញខណ្ឌជាទុក្ខមិនត្រូវជាប់ជំពាក់ដោយអត្ថបទខាងលើនេះមួយទៀតដើម្បីឲ្យយល់ព្រះសូត្រនេះត្រូវស្គាល់ពាក្យអភិញ្ញធម៌និងបរិញ្ញធម៌ពាក្យថាអភិញ្ញធម៌ប្រែថាធម៌ដែលគួរដឹងជាខ្លាំងបានសេចក្តីថាដឹងជ្រៅនៅធម៌ដែលគួរដឹងនៅធម៌ដែលគួរដឹងជាខ្លាំងពីព្រោះជាការដឹងដល់លក្ខណៈនីមួយរបស់ធម៌ទាំងនោះយ៉ាងនេះថាធម្មជាតិដែលមានលក្ខណៈរឹងគឺធាតុដីធម្មជាតិដែលមានលក្ខណៈផ្ដុំសើមគឺទឹកធម្មជាតិដែលមានលក្ខណៈទង្គិចអារម្មណ៍គឺភាសាធម្មជាតិដែលមានលក្ខណៈសោយអារម្មណ៍គឺវេទនាដូចនេះជាដើមពាក្យថាបរិញ្ញធម៌ប្រែថាធម៌ដែលគួរកំណត់ដឹងបានសេចក្តីថាកំណត់ដឹងគឺកំណត់កាន់យកដោយសតិហើយដឹងលក្ខណៈសាមញ្ញនៃធម៌នោះដោយអំណាចនៃវិបស្សនាបញ្ញាយ៉ាងនេះថាមិនទៀងជាទុក្ខជាអនត្តាដូចនេះពាក្យទាំងពីរនេះហាក់ដូចជាស្រដៀងគ្នាតែតាមការពិតពាក្យខាងចុងគឺពាក្យដែលសម្គាល់ដឹងដោយវិបស្សនាញាណវិបស្សនាបញ្ញាគឺថាតើតែវិបស្សនានឹងមានបញ្ញាឡើងទើបដឹងធម្មជាតិនោះពិតប្រាកដដោយគ្មានសង្ស័យតើតែវិបស្សនាបញ្ញាកើតឃើញសភាពធម្មជាតិទាំងអស់មានសភាពស្មើគ្នាដោយសាមញ្ញលក្ខណៈអនិច្ចំទុក្ខអនត្តាសូមអធិស្ឋានដែលខ្ញុំបានអាននេះជាប្រពូភ្នែកខ្ញុំបាទមិនសូវឃើញច្បាស់អក្សរសូមអបខ្ញុំបាទភ្លេចធ្វើអត្ថាធិប្បាយថានៅទីបញ្ចប់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គបានមានព្រះបន្ទូលភិក្ខុទាំងអស់ថាភិក្ខុទាំង6នឹងយល់ត្រូវទាំងអស់មិនខុសពីការព្រះអង្គលោកសម្ដែងឡើយក៏ប៉ុន្តែអត្ថាធិប្បាយខុសគ្នាប៉ុន្តែមានន័យដូចគ្នាខ្ញុំបានសូមអរព្រគុណបដិគុណទាំងអស់ជាទីគោរពសក្ការៈបូជានិងមិត្តប្រធរនិងអ្នកស្ដាប់ទាំងអស់ជាទីគោរពខ្ញុំបានសូមថ្វាយបង្គំលាហើយនឹងជម្រាបលាសូមអរព្រគុណនិងអរគុណខ្ញុំព្រះករុណានេះខ្ញុំសូមថ្វាយបង្គំនិងអរព្រគុណនិងអរគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងរបស់ខ្ញុំស្មើនឹងជីវិតខ្ញុំព្រះករុណាខ្ញុំបាទសូមថ្វាយបង្គំលានិងជម្រាបលាជួបគ្នាពេលក្រោយ